កុំបាញ់ឲ្យផ្សែងជប់អញ្ចឹងគឺបាញ់អត់សូវមានប្រសិទ្ធភាពទេបងប្អូនត្រូវមើលទីតាំងដែលសត្វល្អិតកើតអាចនៅក្នុងក្រោមស្លឹកអាចនៅក្នុងត្រួយបាទអាចនៅក្នុងផ្កាបងប្អូនចង់ដឹងវិធីនៅក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្មដូចជាថ្នាំផ្សិតថ្នាំសត្វល្អិតឲ្យមានប្រសិទ្ធភាពដែរទេបងប្អូនបាទអញ្ចឹងថ្ងៃនេះខ្ញុំលើកប្រធានបទមួយពាក់ព័ន្ធទៅនឹងថ្នាំផ្សិតនិងថ្នាំសត្វល្អិតមកជម្រាបជូនបងប្អូនទាំងអស់គ្នាថាត្រូវធ្វើម៉េចតើត្រូវបាញ់បែបម៉េចដើម្បីឲ្យមានប្រសិទ្ធភាពសម្រាប់កម្ចាត់កត្តាចង្រៃដូចជាសត្វល្អិតដូចជាតកៅដូចជាពពួកផ្សិតជាដើមបាទដោយសារមួយរយៈនេះមានបងប្អូនយើងមួយចំនួនគាត់ជួបបញ្ហាច្រើនគឺប្រើប្រាស់ថ្នាំទៅមិនមានប្រសិទ្ធភាពហើយជួនកាលប្រើប្រាស់ថ្នាំទៅធ្វើឲ្យខូចទៅលើដំណាំរបស់គាត់ណាបាញ់ទៅវាអាចមានប្រតិកម្មបាទបាញ់ទៅមិនមានប្រសិទ្ធភាពហ្នឹងហើយបងប្អូនឥឡូវយើងចូលសាច់រឿងរបស់យើងវិញការប្រើប្រាស់ថ្នាំយើងមើលទៅលើពីរចំណុចធំមុននឹងយើងប្រើប្រាស់ទី1យើងត្រូវមើលឲ្យដឹងច្បាស់ថាតើដំណាំរបស់យើងកំពុងរងការបំផ្លាញពីផ្សិតឬក៏សត្វល្អិតមែនដែរឬទេបាទឬក៏គោលបំណងរបស់យើងនឹងយើងបាញ់គ្រាន់តែបាញ់ការពារទប់ស្កាត់បណ្ដេញកុំឲ្យពពួកសត្វល្អិតពពួកជំងឺទាំងអស់ហ្នឹងវាយាយីមកលើដំណាំរបស់យើងណាបាទអញ្ចឹងយើងលើកទៅលើចំណុចទី1បើសិនជាករណីបងប្អូនឃើញថាមានជំងឺកើតឡើងហើយពពួកអុចស្លឹកបាទពពួករលាកស្លឹកបាទទុំលឿងស្លឹកសតតែជាពពួកជំងឺផ្សិតអញ្ចឹងតើបងប្អូនត្រូវធ្វើម៉េចហើយបងប្អូនឃើញថាអូមានសត្វល្អិតច្រើនណាស់លើសដូចជាទ្រីបដូចជាពពួករុយសដូចជាពពួកចៃបាទពីពីងក្រហមបាទពពួកអីគេដែលមាសជាដើមពេលដែលបងប្អូនឃើញសត្វល្អិតឬក៏ជំងឺទាំងអស់ហ្នឹងកើតឡើងនៅលើដំណាំរបស់បងប្អូនហើយតើបងប្អូនគួរបាញ់បែបម៉េចទើបមានប្រសិទ្ធភាពបាទអញ្ចឹងចែកម្លែកជូនបងប្អូនចេះថាបើសិនឃើញបែបហ្នឹងអ្វីដែលយើងចង់បានគឺយើងត្រូវកម្ចាត់វាតែម្ដងយើងត្រូវកំទេចវាចោលតែម្ដងបាទមានន័យថាយើងប្រើប្រាស់ថ្នាំយើងគឺយើងត្រូវបាញ់សម្លាប់វាតែម្ដងបាទការបាញ់សម្លាប់តើបងប្អូនត្រូវបាញ់បែបម៉េចបាទខុសពីបងប្អូនបាញ់ទូទៅធម្មតាគឺទី1ការលេបថ្នាំរបស់បងប្អូនគឺត្រូវលេបទៅតាមបច្ចេកទេសបាទយើងអាចលេបក្នុងធុងស្ពេត្រូមួយដោយដលែកចាំចាក់ចូលទៅធុងបាញ់ថ្នាំអាហ្នឹងគឺប្រសិទ្ធភាពខ្ពស់ជាងដែលបងប្អូនចាក់ថ្នាំចូលទៅក្នុងធុងបាញ់ថ្នាំហើយបងប្អូនកូរជាការអត់សពទេណាហើយរបៀបនៃការចាក់ថ្នាំហ្នឹងគឺបងប្អូនត្រូវចាក់ទឹកកន្លះធុងមុនចាំចាក់ថ្នាំចូលម្ដងបន្តិចទៅយើងកូរទៅហើយយើងចាក់ទឹកបន្ថែមបំពេញកូរឲ្យសព្វចាំយើងទៅបាញ់របៀបបាញ់បងប្អូនកុំបាញ់ហុយបើសិនជាបងប្អូនបាញ់កម្ចាត់កុំបាញ់ហុយផ្សែងជប់អញ្ចឹងគឺបាញ់អត់សូវមានប្រសិទ្ធភាពទេបងប្អូនត្រូវមើលទីតាំងដែលសត្វល្អិតកើតអាចនៅក្នុងក្រោមស្លឹកអាចនៅក្នុងត្រួយបាទអាចនៅក្នុងផ្កាអញ្ចឹងបងប្អូនធ្វើម៉េចបាញ់ឲ្យចូលឲ្យត្រូវនឹងសត្វល្អិតហ្នឹងឲ្យទៅដល់ទីតាំងដែលសត្វល្អិតហ្នឹងនៅទៅដល់ទីតាំងដែលសត្វល្អិតហ្នឹងជក់ហើយរបៀបបាញ់កុំប្រើផ្សែងហុយបងប្អូនសេរីធ្វើម៉េចឲ្យដំណក់ទឹកហ្នឹងល្អិតបាទដំណក់ទឹកតូចហើយយើងបាញ់ឲ្យចូលទៅចំគោលដៅហ្នឹងតែម្ដងបាទទៅធ្វើឲ្យសត្វល្អិតហ្នឹងងាប់បានល្អយ៉ាងតិចក៏ងាប់បាន70ទៅ80%ដែរហើយអាចងាប់រហូតដល់100%ទៀតបាទគឺមានប្រសិទ្ធភាពខ្ពស់មែនតើនេះជាវិធីសាស្ត្រទី1ក្នុងករណីឧទាហរណ៍ដូចជារុយតិចផ្លែបាទគេហៅស្លាំងតិចផ្លែដូចជារុយតកៅសញ្ញេអីផ្សេងបងប្អូនបាញ់បែបហ្នឹងហើយមានន័យថាស្លឹកដែលវាបំផ្លាញដែលវាកំពុងសញ្ញេហ្នឹងបាញ់ឲ្យជោគចូលលើស្លឹកហ្នឹងហើយបងប្អូនត្រូវមានថ្នាំមួយប្រភេទទៀតសម្រាប់បាញ់សម្លាប់មេវាគឺអាហ្នឹងបាញ់ហុយជប់មេដែលវាអត់បំផ្លាញដំណាំយើងមេវាគ្រាន់តែមកពងដែរណាអញ្ចឹងដើម្បីសម្លាប់មេនឹងបានដល់យើងបាញ់ឲ្យហុយជប់ឲ្យសពទាំងក្រោមស្លឹកទាំងលើស្លឹកឲ្យហុយជប់នៅក្នុងចង្ការយើងតែម្ដងបាទអាហ្នឹងបានសម្លាប់មេវាបាននឹងពាក់ព័ន្ធទៅនឹងការកម្ចាត់ពពួកសត្វល្អិតពពួកជំងឺគឺយើងត្រូវបាញ់បែបហ្នឹងបើសិនជាបាញ់កម្ចាត់បែបហ្នឹងបងប្អូនហាមលាយថ្នាំយើងជាមួយនឹងពពួកជីបំពន់ជាមួយនឹងថ្នាំសត្វល្អិតហ្នឹងហាមបាញ់លាយគ្នាព្រោះឯងបងប្អូនបាញ់ទិសដៅបងប្អូនកម្ចាត់បងប្អូនណាអញ្ចឹងបើបាញ់លាយគ្នាវាអាចបរិមាណថ្នាំនឹងវាលើសពេលដែលបងប្អូនបាញ់ទៅអាចធ្វើឲ្យរួញបាទធ្វើឲ្យថ្នាំបងប្អូនហ្នឹង
ai làm từ chuyện lương việc bao tập cam tháng năm đúng không đấy và với dương bánh đau từ lơ chùm nói để sản lại cả miền này chứ dương bánh bạn mà nó cứ bờ dương lia chuột nếu rất là tràn cầm hạt tháng năm á chân thua oi miền bánh hạt đo làm năm mà giờ chứ ham bánh lê cái này bờ sân chỉ bom ốt bánh còn chặt tại bờ sân chia bom ốt bánh là bay cà pìa bánh cà pía bom ốt ai lê nơi của cụ làm sản át làm sắt ai chi bầm pon thì nó có bán này bánh lê chuột cái này đấy còn té ọt oi bánh lẹ cả nè đau từ lơ chùm nói na môi này sặc này đáo mày cứ dương bánh gì lẹ cả xài chị áp á mình đây là dựng bọc ốp xài áp nó hơi dựng bánh từ lơ tầm nam nâng từ và bánh xài mà lồng mô có môi bị chốt vậy cana dương lê từ nam cho một bạp nắng cứ như ai như lẹ cả một đinh cà phê ấy bán tái ham bánh chốt kháng từ lơ đầm nam cana bánh chốt kháng thua đầm nam vào cám vừa đầm về lơ chết nam nâng tới vừa ruồi ruồi ai vừa ruồi làng lương sặc làng lương ai có ai thua đầm nam dương canh này về stress trong mùi nâng nam để dùng bàn phá đấy và chẳng con trai nó chạy lấy chuột bom ôn tại phần đấy hay bờ bom ôn miền sầm nua miền chùm ngon lại và thay đẹp còn tầm nâng cao bạc nám bom ôn ai tầm đẹp tầm nông chat một thầy bàn ấy cả đôi chỉ youtube bàn ấy bàn nhưng bác nâng tầm đẹp tầm nông chạy lấy mình thay can tài lục ăn chuột từ bom ôn từ ngọc liền con trai sầm đẹp cả control complete chui chơi subscribe channel này youtube bàn ấy cả đôi chỉ thầy bàn em cả mũi phó tầm bay bom ôn ai từ từ bàn phổ biến thoại thay mấy mà phải chạy kịp tê lo vàអំពីកសកម្មនៅក្នុងស្រុកខ្មែរយើងបាទអរគុណសូមជម្រាបលា